បាទសូមជម្រាបសួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាវិលត្រឡប់មកជួបគ្នាម្ដងទៀតហើយថ្ងៃនេះផងដែរខ្ញុំមានវីដេអូមួយដើម្បីចែករំលែកដល់បងប្អូនទាំងអស់គ្នាដែលវីដេអូនេះខ្ញុំលើកឡើងយកពីមូលហេតុទាំង5យ៉ាងដែលធ្វើឲ្យយើងគេងលក់មិនស្កប់ស្កល់ចំនួនម៉ោងនៃការគេងរបស់មនុស្សម្នាក់ៗគឺខុសគ្នាដែលវាអាស្រ័យទៅតាមអាយុរបស់ពួកគេដែលបានចាប់តាំងពីទារករហូតដល់មនុស្សវ័យចំណាស់ជាទូទៅមនុស្សពេញវ័យគឺតម្រូវឲ្យគេងយ៉ាងហោចណាស់7ទៅ8ម៉ោងក្នុងមួយថ្ងៃដើម្បីការទ្រទ្រង់សុខភាពរបស់ពួកគេពីព្រោះការគេងមិនបានគ្រប់គ្រាន់អាចបណ្ដាលឲ្យប៉ះពាល់ដល់សុខភាពសម្រស់និងគុណភាពជីវិតរបស់ពួកគេបានតាមការស្រាវជ្រាវបង្ហាញថាមនុស្សពេញវ័យជាង 35% គេងតិចជាង 7 ម៉ោងក្នុងមួយយប់ដោយសារការព្រួយបារម្ភនានា stress និងស្ថានភាពលំបាកនៅក្នុងជីវិតរស់នៅដែលបានធ្វើឲ្យខួរក្បាលរបស់ពួកគេមានភាពស្មុគស្មាញរហូតធ្វើឲ្យមានការគេងមិនលក់ស្កប់ស្កល់ឬការគេងមិនបានគ្រប់ចំនួនម៉ោងទាំងនេះគឺជាមូលហេតុចម្បងដែលបណ្ដាលមកពីទម្លាប់ប្រចាំថ្ងៃមួយចំនួនដែលនឹងអាចធ្វើឲ្យការគេងរបស់អ្នកមិនបានលក់ស្រួលទី1ការប្រញាប់ប្រញាល់ចូលគេងភ្លាមបន្ទាប់ពីការងារពេញមួយថ្ងៃអ្វីដែលអ្នកចង់ធ្វើនោះគឺការសម្រាកនិងគេងក៏ប៉ុន្តែការបង្កើតទម្លាប់បន្ធូរអារម្មណ៍មុនពេលចូលគេងឧទាហរណ៍ការអានសៀវភៅអាចជួយឲ្យអ្នកគេងលក់លឿនជាងទី2ការគេងដណ្ដប់ភួយក្រាស់ខុសប្រភេទខណៈពេលដែលយើងមិនអាចដេកដោយគ្មានភួយបានការជ្រើសរើសប្រភេទសាច់ភួយដែលត្រឹមត្រូវគឺជារឿងសំខាន់ណាស់សម្រាប់ការគេងលក់ស្កប់ស្កល់ទី3អ្នកមិនញ៉ាំអាហារពេលព្រឹកវាត្រូវបានគេចាត់ទុកជាអាហារសំខាន់បំផុតប្រចាំថ្ងៃដូច្នេះសម្រាប់អ្នកដែលរំលងអាហារពេលព្រឹកអាចប៉ះពាល់ដល់ទម្ងន់សមត្ថភាពក្នុងការផ្ដោតអារម្មណ៍និងប៉ះពាល់ដល់គុណភាពនៃការគេងទៀតផងទី4ការស្លៀកពាក់ខោអាវគេងយប់យើងគេងលក់ស្រួលនៅពេលសីតុណ្ហភាពរាងកាយរបស់យើងថយចុះប្រភេទខោអាវគេងយប់ខ្លះធ្វើឲ្យសីតុណ្ហភាពក្តៅដែលរំខានដល់ដំណេករបស់អ្នកដូច្នេះការជ្រើសរើសក្រណាត់ដែលមានខ្យល់ចេញចូលល្អដូចជាលីនីនឬកប្បាសទើបល្អសម្រាប់ការស្លៀកគេងយប់ទី5ការមានកម្រាលព្រំនៅក្នុងបន្ទប់គេងរបស់អ្នកកម្រាលព្រំអាចធ្វើឲ្យបន្ទប់មើលទៅស្រស់ស្អាតទាក់ទាញប៉ុន្តែការមានវានៅជុំវិញក្រែរបស់អ្នកមិនមែនជាជម្រើសល្អនោះទេពីព្រោះកម្រាលព្រំជាប្រភេទទុកធូលីសត្វល្អិតនិងប្រភេទបាក់តេរីដែលអាចបង្កគ្រោះថ្នាក់និងរំខានដល់ការគេងរបស់អ្នកការសិក្សាបានបង្ហាញថាគុណភាពខ្យល់ក្នុងផ្ទះមានសារៈសំខាន់ណាស់សម្រាប់ការគេងរបស់អ្នកហើយថែមទាំងអាចជំរុញដល់ដំណើរការនៃសមត្ថភាពក្នុងការផ្ដោតអារម្មណ៍ល្អនៅថ្ងៃបន្ទាប់របស់អ្នកបានទៀតផងតើអ្នកគេងមិនលក់ស្រួលឬក៏អ្នកគេងមិនដឹងខ្លួនដូចជាកូនក្មេងបើអ្នកបានកត់សម្គាល់ថាអ្នកមានទម្លាប់ណាមួយខាងលើអ្នកគួរតែធ្វើការផ្លាស់ប្ដូរវាចេញដើម្បីឲ្យការគេងរបស់អ្នកបានលក់ស្កប់ស្កល់បាទវីដេអូរបស់ខ្ញុំបញ្ចប់ត្រឹមនេះជាចុងក្រោយសូមបងប្អូនជួយចុច Subscribe និង Like វីដេអូរបស់ខ្ញុំម្នាក់មួយផងបាទសូមអរគុណសូមជម្រាបលា